នោះរបស់ពេទ្យប៉ះរបស់ស៊ីនហើយពេលនេះបូរ៉ានឹងប៉ះពេជ្រសម្បត្តិប្រកួតដណ្ដើមខ្សែក្រវ៉ាត់ស្វាគមន៍ប្រិយមិត្តមកកាន់ Channel YouTube គុនខ្មែរ TV ថ្ងៃនេះផងដែរគុនខ្មែរ TV មានព័ត៌មានមួយទាក់ទងទៅនឹងការប្រកួតរវាងឃឹមបូរ៉ានិងពេជ្រសម្បត្តិតោះបើចង់ដឹងកាន់តែច្បាស់ទៅតាមដានស្ដាប់ទាំងអស់គ្នាក្តៅបើមិនមានអ្វីប្រែប្រួលនោះទេក្របីព្រៃពេជ្រសម្បត្តិនឹងត្រូវប្រកួតជាមួយនឹងនាគមាសឃឹមបូរ៉ាក្នុងការប្រកួតការពារខ្សែក្រវ៉ាត់គ្រុឌគុនខ្មែរជាលើកដំបូងរបស់ខ្លួននៅថ្ងៃទី25ខាងមុខនេះនាខេត្តស្វាយរៀងរវាងអ្នកទាំងពីរគឺត្រូវបានអ្នកគាំទ្រផ្គូផ្គងឲ្យជួបគ្នាជាយូរណាស់មកហើយប៉ុន្តែទៅតែពេលនេះស្រាប់តែលេចឮព័ត៌មានមកថាពេជ្រសម្បត្តិនឹងប្រកួតជាមួយនឹងឃឹមបូរ៉ានាថ្ងៃទី25ខែនេះតែម្ដងបាទគួរបញ្ជាក់ផងដែរថាពេជ្រសម្បត្តិគឺជាម្ចាស់ខ្សែក្រវ៉ាត់គ្រុឌគុនខ្មែរក្នុងប្រភេទទម្ងន់60គីឡូក្រាមបន្ទាប់ពីប្រកួតឈ្នះលើកីឡាករគុនខ្មែរដូចគ្នាគឺកីឡាករធុនអៀងឡៃដោយពិន្ទុបាទពេលនេះប៉ះគ្នាហើយរវាងពេជ្រសម្បត្តិនិងឃឹមបូរ៉ាហើយជាការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ទៀតផងចាំមើលទាំងអស់គ្នាថាតើរវាងពេជ្រសម្បត្តិនិងឃឹមបូរ៉ាអ្នកណាអាចនឹងទទួលបានជ័យជំនះឬក៏ពេជ្រសម្បត្តិនៅតែការពារខ្សែក្រវ៉ាត់បានហើយមួយវិញទៀតឬក៏ឃឹមបូរ៉ាអាចនឹងយកឈ្នះហើយយកខ្សែក្រវ៉ាត់នោះទៅគ្រប់គ្រងវិញម្ដងបើចង់ដឹងថាយ៉ាងណានោះចាំតាមដានទាំងអស់គ្នានាថ្ងៃទី25ខែមិនិនាខាងមុខនេះខណៈការប្រកួតគឺរៀបចំឡើងដោយស្ថានីយទូរទស្សន៍ជាតិកម្ពុជាតូតកបាទប្រសិនបើពុកម៉ែបងប្អូនពេញចិត្តនៅវីដេអូព័ត៌មានមួយនេះសូមពុកម៉ែបងប្អូនជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណ